នេះគឺជាផ្លូវបុរាណក្រោមបាតសមុទ្រនឹងហើយតើអ្នកស្ដាប់បទច្រឡំទេផ្លូវធម្មតារបស់យើងគឺនៅលើគោកចំណែកឯតែផ្លូវមួយនេះបែរជាទៅនៅក្រោមបាតសមុទ្រទៅវិញតើផ្លូវនេះចំណែកអ្វីខ្លះទៅជាមួយខ្ញុំទាំងអស់គ្នាផ្លូវបុរាណមួយនេះត្រូវគេហៅថាផ្លូវ Bimini ឬក៏ The Bimini Wall ដោយសារតែផ្លូវមួយនេះនៅក្បែរកោះ Bimini នៃប្រទេស Bahamas ហើយបើនិយាយអំពីផ្លូវមួយនេះវិញគឺនៅក្រោមបាតសមុទ្រជម្រៅប្រមាណត្រឹមតែ6ម៉ែត្រទេដែលធ្វើឲ្យអ្នកមុជទឹកគឺងាយស្រួលក្នុងការមុជទឹកទៅមើលផ្លូវមួយនេះមែនទែនអ្វីដែលធ្វើឲ្យផ្លូវមួយនេះគួរចាប់អារម្មណ៍ខ្លាំងដោយសារតែផ្លូវមួយនេះក្រាលទៅដោយថ្មកំបោរដែលមានរូបរាងស្រដៀងជាមួយនឹងថ្មប្រាសាទហើយក្រាលទៅលើផ្ទៃសមុទ្រប្រមាណជា800ម៉ែត្រផ្លូវ Bimini ឬក៏ The Bimini Wall នឹងត្រូវបានគេរកឃើញអំឡុងឆ្នាំ1968ដែលដូចជាមួយនឹងសម្ដីគ្រូទាយជនជាតិអាមេរិកម្នាក់បានទូទាយអំឡុងឆ្នាំ1930ហើយក៏បាននិយាយថាប្រទេស Bahamas នឹងរកឃើញអរិយធម៌បុរាណក្រោមបាតសមុទ្រនៅក្បែរកោះ Biminiមកដល់ពេលបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្រនៅតែមិនអាចបកស្រាយបានទេថាតើផ្លូវ Bimini ឬក៏ The Bimini Wall នឹងកើតឡើងដោយរបៀបម៉េចដោយសារតែធម្មជាតិឬក៏ដោយសារតែស្នាដៃរបស់មនុស្សអ្នកវិទ្យាសាស្ត្របានត្រឹមតែសន្និដ្ឋានថាផ្លូវមួយនេះអាចជាលិចចូលទៅក្នុងសមុទ្រដូចជារឿងរ៉ាវរបស់ទីក្រុងអាឡែនទីសឬក៏ជាកំពែងក្រុងដែលបានបាក់បែកអំឡុងពេលសង្គ្រាមឬក៏អាចជាចំណូលទឹកសមុទ្រដែលអាចធ្វើឲ្យថ្មទាំងអស់ហ្នឹងមានរូបរាងទៅជាជ្រុងជ្រុងឬក៏ដូចជាថ្មកំពែងប្រាសាទតាមរយៈចំណូលទឹកសមុទ្រអីចឹងទៅពួកគេបានត្រឹមតែសន្និដ្ឋានបែបហ្នឹងប៉ុន្តែមិនហ៊ានអះអាងថាហេតុផលមួយណាពិតប្រាកដគឺជាហេតុផលដែលបណ្ដាលឲ្យមានផ្លូវ Bimini ឬក៏ The Bimini Wall នឹងទេអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរអំពីផ្លូវ Bimini ឬក៏ The Bimini Wall មួយហ្នឹងជួយ comment នៅក្រោមវីដេអូម្នាក់មួយផងកុំភ្លេច follow ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទជួបគ្នាវីដេអូក្រោយ